Ngàyនេះបានទិញពោតមកផ្លែបងប្អូនញ៉ាំមកកណាត់ទៅទុកមកកណាត់ដោយសារតែថ្ងៃមុននោះខ្ញុំបានទិញសាច់ដូងមកកន្លះគីឡូហើយយកសាច់ដូងតែបន្តិចទៅយកទៅធ្វើនំហើយនៅសល់សាច់ដូងទៀតអញ្ចឹងថ្ងៃនេះបានទិញពោតមកយកពោតជៀនលាយជាមួយនឹងសាច់ដូងថែមទឹកលើកតើអញ្ចឹងមកជៀនយាងទៅវិញតុយប៉ុណ្នេះបងប្អូនអូយគឺថាសាច់នំពេលដែលយើងជៀនក្រៀមទៅគឺឈ្ងុយល្អខ្លាំងមែនតើចំណែកវិធីធ្វើនេះវិញគឺខ្ញុំដាក់ទឹកលើកតើ50មីលីលីត្រល្ងខ្មៅ6ក្រាមស្ករសក៏បានស្ករត្នោតក៏បានដែរចំពោះខ្ញុំដាក់ស្ករស45ក្រាមអំបិលមួយចុងល្ព្រាកាហ្វេខ្ញុំបានបន្ថែមប្រេងឆាមួយល្ព្រាបាយទៀតដើម្បីកុំឲ្យសាច់នំរបស់យើងពេលដែលចៀនទៅវាស្អិតជាប់ខ្ទះខ្លាំងបងប្អូនចំណែកសាច់ដូងវិញគឺខ្ញុំប្រើសាច់ដូងទុំកោស120ក្រាមស្មើនឹងម្ខាំ2ម្សៅអង្ករត្នោត80ក្រាមហើយនឹងពោតដែលបានស្ងោរឆ្អិនឬក៏ចំហុយឆ្អិននេះមកកណាត់បងប្អូនខ្ញុំបានកណាត់ថាដាក់ប៉ុន្មានក្រាមទេបងប្អូនមានច្រើនដាក់ច្រើនទៅដោយសារតែយើងលាយជាមួយនឹងពោតអញ្ចឹងជំនួយឲ្យសាច់នំហ្នឹងកាន់តែឈ្ងុយទៀតហើយគ្រឿងផ្សំធ្វើនំគឺមានតែប៉ុណ្្នឹងទេយើងរៀបចំកូរច្បល់ឬក៏ច្របាច់ម្សៅហ្នឹងឲ្យវាស្អិតល្មួតចូលគ្នាបានល្អខ្ញុំភ្លេចបញ្ជាក់ចំពោះនំនេះដែរបងប្អូនចង់ដាក់ពោតក៏បានអត់ក៏បានដែរយើងចៀនតែម្សៅលាយទឹកលើកតើយលាយសាច់ដូងហ្នឹងក៏សាច់នំរបស់យើងឈ្ងុយបានល្អដែរបងប្អូនខ្ញុំច្របាច់ម្សៅនេះប្រហែលជា1នាទី2នាទីទេគឺថានេះវាស្អិតចូលគ្នាអញ្ចឹងហើយខ្ញុំបានបងប្អូនដាក់ប្រេងឆានៅលើក្តារនឹងបន្តិចទៅជូតឲ្យពេញក្តារបន្ទាប់មកចាំយើងយកសាច់នំហ្នឹងមកស្កត់ឲ្យវាស្ដើងមកល្មមចំពោះទំហំនំកម្រាស់នំហ្នឹងបងប្អូនចង់បានក្រាស់ស្ដើងអីយើងអាចលៃលោកតាមនឹងបានហើយម៉ូតនំនេះគឺងាយស្រួលធ្វើជាងគេបងប្អូនយើងគ្រាន់តែស្កត់ឲ្យវារៀងស្ដើងហើយរៀងកប៉ែតមកល្មមអញ្ចឹងទៅខ្ញុំរៀបចំវាជារូបរាងជ្រុងបែបនេះហើយខ្ញុំកាត់ធ្វើបាន4នំឬក៏ម្យ៉ាងទៀតដែរបងប្អូនចង់ធ្វើម៉ូតបែបយ៉ាងដូចនំក្រូចយើងអាចបែងចែកប្រហែលជា7 8នំមួយទៅយើងធ្វើតូចទៅបានហើយបងប្អូនមូលឲ្យវាមូលស្អាតហើយយើងស្កត់ឲ្យវារៀងសំប៉ែតមកបន្តិចទៅដាក់ចៀនទៅបងប្អូនធ្វើបែបហ្នឹងក៏ងាយស្រួលមួយយ៉ាងដែរហើយសាច់នំរបស់យើងក៏ឃើញស្អាតមួយយ៉ាងដូចគ្នាហើយនេះបន្ទាប់ពីខ្ញុំបានរៀបចំអញ្ចឹងហើយយើងកាត់វាចេញជា4ជ្រុងអញ្ចឹងមកបងប្អូន4នំគឺថាខ្ញុំបែងចែកនេះធ្វើតែ4នំទេហើយកម្រាស់នំបងប្អូនធ្វើកាន់តែស្ដើងជាងខ្ញុំទៀតគឺសាច់នំកាន់តែឆ្ងាញ់ដោយសារតែនំនេះយើងធ្វើបែបរៀងស្ដើងហើយចៀនឲ្យក្រៀមល្អអូយគាត់ថាឈ្ងុយល្អខ្លាំងមែនតើបងប្អូនហើយយើងលាយជាមួយនឹងសាច់ដូងច្រើនអញ្ចឹងទៀតណាញ៉ាំមួយម៉ាត់ទៅអូយគឺថាឈ្ងុយពេញមាត់ពេញច្រមុះហ្មងបន្ទាប់ពីខ្ញុំបានរៀបចំអញ្ចឹងហើយយើងយកមកដាក់ចម្អិនខ្ញុំទុកខ្ទះនឹងឲ្យក្តៅសិនចំពោះខ្ទះនេះដែរបងប្អូនគួរតែប្រើខ្ទះដែលអត់ជាប់បាតទើបសាច់នំរបស់យើងជៀនទៅគឺអត់មានស្អិតអីញ៉ៃទេបងប្អូនប្រើខ្ទះជាប់គឺថារៀងពិបាកជៀនបងប្អូនសាច់នំនេះរៀងស្អិតអញ្ចឹងហើយដោយសារតែខ្ញុំប្រើម្សៅអង្ករត្នោតអញ្ចឹងគឺទន់ហើយស្អិតមែនតើបងប្អូនជៀនជាមួយនឹងខ្ទះជាប់គឺថាអូយគឺថាពិបាកជៀនខ្លាំងបងប្អូនហើយនេះគឺខ្ញុំទុកខ្ទះនឹងឲ្យក្តៅទៅដាក់ប្រេងឆាមកល្មមបន្ទាប់មកយើងដាក់សាច់នំចូលទៅចៀនទៅយើងយកគម្របខ្ទះឬក៏គម្របឆ្នាំងហ្នឹងមកគ្របផ្ងំវាចោលប្រហែលជា5ទៅ6នាទីយើងបើកភ្លើងតិចបានហើយបងប្អូនអាចបើកគម្របឆ្នាំងហ្នឹងមកវិញមកយើងប្រហើបសាច់នំហ្នឹងមើលសិនមើលតែសាច់នំហ្នឹងក៏ហមល្អហើយចាំយើងបងប្អូនប្រែអញ្ចឹងណាបន្ទាប់ពីយើងប្រែហើយបិទគម្របឆ្នាំងទៅម្ដងទៀតទៅផ្ងំវាចោលប្រហែលជា7 8នាទីទៀតទៅបងប្អូនទុកតែសាច់នំហ្នឹងឆ្អិនបានល្អក៏ហមស្អាតប៉ុណ្ណេះមកគឺរួចរាល់ហើយសម្រាប់សាច់នំដែរបងប្អូនចង់ញ៉ាំនៅក្តៅៗក៏បានឬក៏ទុកឲ្យត្រជាក់បានញ៉ាំក៏បានដែរសាច់នំរបស់យើងនៅតែឆ្ងាញ់តិចគ្នាជាពិសេសបងប្អូនបានញ៉ាំនៅក្តៅៗគឺថាវាមានភាពក្រៀមតិចហ្នឹងអូយគឺថាឆ្ងាញ់មែនតើញ៉ាំមកមកទៅគឺឈ្ងុយពេញមាត់ហ្មងជាពិសេសមកយើងញ៉ាំប៉ះជាមួយនឹងគ្រាប់ពោតមួយគ្រាប់អញ្ចឹងទៀតគឺថាជំនួយឲ្យសាច់នំរបស់យើងកាន់តែឈ្ងុយជាមួយនឹងក្លិនតើយផងក្លិនដូងផងក្លិនពោតហ្នឹងគឺថាបញ្ចូលគ្នាគឺឆ្ងាញ់ខ្លាំង